បារាំងប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរទៅជិតព្រំដែនអាល្លឺម៉ង់ដើម្បីកម្ញើញរុស្ស៊ីប្រទេសបារាំងប្រកាសថានៅឆ្នាំ2035ខ្លួននឹងទិញយន្តហោះចម្បាំងបំពាក់នុយក្លេអ៊ែរប្រភេទ Rafale ហើយបញ្ជូនវាទៅជិតព្រំដែនអាល្លឺម៉ង់ដើម្បីទុកជាការកម្ញើញដល់រុស្ស៊ីផែនការនេះបង្ហាញដោយប្រធានាធិបតី Emmanuel Macron កាលពីថ្ងៃអង្គារទី18ខែមីនាឆ្នាំ2025ដោយលោកបានបញ្ជាក់ថាជាមួយនឹងការដាក់ពង្រាយយន្តហោះនេះរដ្ឋាភិបាលបារាំងនឹងជះលុយ$1.64 ពាន់លានដើម្បីធ្វើទំនើបកម្ម Luxembourg ដែលស្ថិតនៅបណ្ដោយព្រំដែនអាល្លឺម៉ង់ផងដែរលោកប្រកាសថាមិនមែនត្រឹមតែយន្តហោះចម្បាំងស៊េរីទំនើប Rafale ប៉ុណ្ណោះទេក៏ប៉ុន្តែត្រឹមឆ្នាំ2035ក៏នឹងមានដាក់មីស៊ីលល្បឿនលឿនជាងសម្លេងផងការពង្រីកនេះអាស្រ័យលើមូលដ្ឋាន Luxembourg និងធំជាងមុនទ្វេដងអាចផ្ទុកយោធានិងបុគ្គលិកស៊ីវិលរហូតដល់ទៅ 20,000 នាក់និងដាក់កងយន្តហោះ Rafale បានទៅដល់2អង្គភាពជាមួយនឹងសេចក្តីប្រកាសនេះលោកម៉ាក្រុងបានបញ្ជាក់ថាប្រទេសនិងទ្វីបរបស់យើងត្រូវបន្តការពារខ្លួនបំពាក់សព្វាវុធត្រៀមលក្ខណៈប្រសិនបើចង់បញ្ជាសង្គ្រាមគ្មាននរណាម្នាក់អាចនិយាយបានទេថានឹងមានអ្វីកើតឡើងនៅប៉ុន្មានខែឆ្នាំខាងមុខសំខាន់បើយើងត្រៀមខ្លួនឲ្យហើយក៏ល្អដែរគូបញ្ជាក់ថាចំពោះយន្តហោះ Rafale ស៊េរីមុនគឺជាប្រភេទយន្តហោះចម្បាំងពហុមុខងារដែលផលិតដោយក្រុមហ៊ុន Dassault Aviation ដែលធ្វើការហោះហើរលើកដំបូងក្នុងឆ្នាំ1986វាជាប្រភេទយន្តហោះម៉ាស៊ីន2ដែលមានល្បឿនលឿនជាងសម្លេង 1.6 ដងនិងហោះហើរបាន 1912 គីឡូម៉ែត្រក្នុង1ម៉ោងជាមួយនឹងរង្វង់វាយប្រហារ 1882 គីឡូម៉ែត្រចំពោះតម្លៃវិញ Rafale មានចន្លោះពី85លានទៅ$100 លានអាមេរិកឬអាចលើសនេះទៀតតាមការបំពាក់គ្រឿងបន្ថែម